នៅពេលដែលកូនរបស់អ្នកមានអាយុដល់12ឆ្នាំអ្នកបានចំណាយពេលប្រហែល75%នៃវេលាសរុបដែលអ្នកនឹងត្រូវចំណាយជាមួយពួកគេក្នុងមួយជីវិតនេះបាត់ទៅហើយនៅពេលដែលពួកគេមានអាយុ18ឆ្នាំចំនួននោះនឹងកើនឡើងដល់ប្រហែល90%នៅពេលដែលអ្នកឈប់ហើយគិតពិចារណាឲ្យបានស៊ីជម្រៅអំពីតួលេខនេះវានឹងធ្វើឲ្យគណៈពេលតូចតាចនីមួយៗកាន់តែមានតម្លៃទ្វេដងដូចជានៅពេលដែលពួកគេសុំឲ្យអ្នកជួយដណ្ដប់ភួយឲ្យមុនពេលចូលគេងពេលដែលពួកគេរត់មកមាត់ទ្វារទទួលអ្នកនៅពេលដែលអ្នកមកដល់ផ្ទះថ្ងៃណាមួយពួកគេនឹងរវល់ជាមួយមិត្តភ័ក្តិជាមួយជីវិតផ្ទាល់ខ្លួនហើយនឹងអ្នកខ្លាចជាអ្នកដែលសុំពេលបន្តិចទៀតពីពួកគេទៅវិញប៉ុន្តែនៅពេលនោះពួកគេនៅតែត្រូវការអ្នកនៅក្បែរនៅពេលនេះពួកគេនៅតែចង់ប្រាប់អ្នកអំពីដំណើររឿងប្រចាំថ្ងៃរបស់ពួកគេចង់បង្ហាញអ្នកនៅរូបភាពដែលពួកគេបានគូរឬគ្រាន់តែចង់អង្គុយក្បែរអ្នកដែលគ្មានហេតុផលអ្វីផ្សេងក្រៅពីចង់នៅក្បែរដូច្នេះចូលឆ្លើយថាយល់ព្រមនៅពេលដែលពួកគេបបួលអ្នកលេងចូលចាប់ផ្ដើមស្ដាប់នៅពេលដែលពួកគេនិទានរឿងពីព្រោះទាំងនេះហើយគឺជាខណៈពេលដែលនឹងប្រែទៅជាការចងចាំដ៏មានន័យបំផុតថ្ងៃណាមួយអ្នកនឹងប្រាថ្នាចង់ឲ្យខ្លួនឯងអាចឈានជើងត្រឡប់ទៅរកគ្រាទាំងនេះវិញចូលប្រើប្រាស់ពេលវេលាដែលនៅសេសសល់ឲ្យមានតម្លៃបំផុតពីព្រោះ